ជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការរបៀប install Jupyter Server ចូលទៅក្នុង VirtualBox អូខេអញ្ចឹងមុនដំបូងយើងគឺត្រូវការ VirtualBox សិនបើអ្នកទាំងអស់គ្នាមានហើយក៏អូខេបើតើមានទេអាចធ្វើតាម step តាមខ្ញុំអញ្ចឹងយើងបើក website នេះមកយើងវាយទៅ VirtualBox ហើយคลิกពាក្យ download ហើយយក Windows host link ទាំងអស់នេះខ្ញុំនឹងបោះនៅក្នុង description អ្នកគ្នាអាចចុចបានអូខេអញ្ចឹងយើងពេល download យើង save file ទៅដាក់ក្នុងកន្លែងណាមួយទៅអូខេអញ្ចឹងខ្ញុំដាក់ក្នុង folder នេះតបចាំវា download សិនអូខេបន្ទាប់ពីវា download រួចរាល់ហើយអញ្ចឹងគឺយើងត្រូវការ file មួយទៀតគឺ file ហ្នឹងគឺ Jupyter ISO អញ្ចឹងដែលយើងយក file ISO ហ្នឹងយើងយកទៅ set up នៅក្នុង VirtualBox អញ្ចឹងយើងអាចទៅ download អ្នកអាចវាយតាមខ្ញុំក៏បានឬក៏ចុចតាម link នៅក្នុង description វីដេអូនេះក៏បានអូខេអញ្ចឹងអានេះដោយសារតែខ្ញុំ download រួចហើយជាងគឺខ្ញុំអត់ download ទៀតទេគេពេលអ្នក download មកគឺនៅបានចឹងហើយអញ្ចឹងយើង set up VirtualBox សិនអញ្ចឹងមុនដំបូងយើង click ពីរដងវាមកពេលហើយវាចេញចេះពេលហើយចុច agree ទៅចុច next ទៀតទៅពេលហើយចុច next ទៀតចុច yes ទៅចុច yes ទៀតពេលហើយយើង next ទៀតហើយ install អញ្ចឹងរងចាំវា plate វានៅកំពុងដំណើរការអញ្ចឹងអូខេ finish អញ្ចឹងចុច finish មកគឺនឹងវាបើកអូតូហើយអញ្ចឹងនេះគឺវាមកហើយ VirtualBox អញ្ចឹងយើងព្រីធំមកវាហើយចុចពាក្យ new ដើម្បីបង្កើត Jupyter អញ្ចឹងកន្លែងនេះគឺយើងដាក់ឈ្មោះយើងមកឈ្មោះ VMware virtual machine ហ្នឹងមកអូខេយើងដាក់ Jupyter ទៅហើយកន្លែងនេះយើងត្រូវយកទីតាំងដែលយើងដាក់វានៅណាយើងចង់ដាក់វានៅទីណាអញ្ចឹងសូមដាក់ folder នេះអូខេហើយកន្លែងនេះគឺយើងយក file ISO យើងបាន download ហ្នឹងមកគឺយើងយកមកបោះចូលក្នុងនឹងអូខេតើយើងបោះចូលហើយគឺយើង click បិទអានេះមួយដើម្បីច្រឡំអញ្ចឹងយើងទៅកន្លែងនេះគឺបើកវិញដើម្បីយើងវាយ user ចូលបានបើកវិញមកហ្នឹងហើយវាយ user ចូលហើយខ្ញុំយើងបិទវិញអូខេអញ្ចឹងយើងវាយ user ខ្ញុំដាក់ឈ្មោះខ្ញុំទៅហើយ password យើងដាក់ទៅយក password យើងវាយ confirm អញ្ចឹងអូខេកន្លែងនេះគឺខ្ញុំគឺ resource របស់ machine ហ្នឹងគឺយើងយកមកអញ្ចឹងខ្ញុំយក4 core ហើយខ្ញុំយក RAM 4G ជាងចាស់អូខេអញ្ចឹង storage ខ្ញុំយក 500G អូខេអញ្ចឹងយើងទៅបិទកន្លែងនេះវិញទៅបិទទេយើងវាយ user ហើយពេល finish អញ្ចឹងយើងអាចចុចប៊ូតុង start លើនេះក៏បានឬក៏ចុចពីរដងលើម៉ាស៊ីនហ្នឹងក៏វាដើរដែរអូខេអញ្ចឹងម៉ាស៊ីនហ្នឹងកំពុងតែបើកចាំ plate អូខេបើកមកហើយយើងចុច enter អូខេតទៅពី enter ហើយគឺយើងរងចាំវា plate វាកំពុងដំណើរការអូខេដល់កន្លែងនេះយើងចុច enter ទៀតយើងចុច English enter ទៀតហើយ continue without updating អូខេហើយចុចពាក្យ done ហើយ done ទៀតហើយយក done ទៀតហើយកន្លែងនេះ address យើងអត់មានទេយើងយក done ទៀតអញ្ចឹងរងចាំវា plate អូខេពាក្យ done ទៀតវាហើយកន្លែងនេះយើងបិទយើងដកឃើញដកខ្វែងនេះមួយកន្លែង set up this ហ្នឹងអូខេហើយយើងចុច done ហើយយើងយក done ទៀតហើយយើង arrow key ចុះក្រោមយើងចុចពី enter កន្លែងនេះគឺយើងដាក់ឈ្មោះមកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំកន្លែងនេះ server name យើងដាក់ server ឈ្មោះរបស់យើងមកឈ្មោះអីក៏បានដែរកន្លែងនេះគឺហើយ user ខ្ញុំសូមដាក់ user ខ្ញុំទៅហើយខ្ញុំ password ដាក់របស់ខ្ញុំមកអូខេអញ្ចឹងយើងរួចហើយយើង click enter done អូខេហើយកន្លែងនេះគឺយើងយក enter continue ទៀតទៅដល់ហើយកន្លែងនេះគឺអញ្ចឹងហើយចុច enter done ទៅចឹងអាចអ្នកទាំងគ្នាអាចមើលតាម step ខ្ញុំបានហើយកន្លែងនេះគឺយើងចុះមកក្រោមរហូតប្រើ arrow key មកកន្លែង done យើងអាចចុច enter អូខេ
ចឹងរងចាំវាយូរដែរតែជា5 6នាទីចឹងខ្ញុំសូមនឹងកាត់វីដេអូនេះវារៀងខ្លីតិចដល់ពេលកន្លែងខ្លីដល់ពេលចិត្តចប់ខ្ញុំនឹងបើកវិញអូខេអូខេដល់ទៅដល់កន្លែងនេះហើយគឺយើងរួចរាល់ហើយគឺវាហើយគឺយើងចុច enter វាទៅ reboot វានេះទៅ reboot now យើងយក arrow reboot now ទៅអូខេតបពីដល់នេះហើយគឺវានឹង load ចេញចេះគឺវាកំពុងតែ reboot អូខេតែពេលវា reboot ហើយគឺវាឡើងមកចេះវិញចឹងឯកន្លែង click enter ទៅវា load ចូល interface នេះហើយចុច enter មួយទៀតអូខេvà ហើយកន្លែងនេះយើង input user របស់យើងហ្នឹងហើយ input user ខ្ញុំហើយកន្លែងនេះ password របស់យើងពេលយើងវាយ password គឺវាអត់ load អីទេអញ្ចឹងយើងវាយឲ្យត្រូវទៅហើយយើងចុច enter ទៅគឺវាធ្លាក់មកហើយគឺវា welcome គឺយើងចូលហើយអូខេអញ្ចឹងអ្នកទាំងគ្នាត្រូវវាយ comment តាមខ្ញុំនេះ comment នេះ sudo touch etc cloud init disable អញ្ចឹងខ្ញុំនឹងដាក់ comment នឹងលើ screen ហើយអ្នកទាំងគ្នាអាច copy comment ឬក៏វាយតាមនឹងទៅអានេះយើងទៅ create folder មួយ create file មួយយើង comment នេះដើម្បីទៅ create file អូខេអញ្ចឹងសូមវាយសិនហើយយើងវាយ cloud ខុសដល់ init ចុច disable អូខេបន្ទាប់ពីវាយហើយគេចុច enter ទៅគឺវាទាមទារ password អញ្ចឹងអ្នកគ្នា input password ហើយហើយចុច enter password ពេលយើង input គឺវាអត់ load សញ្ញាមកទេគឺវា load ចឹងអញ្ចឹងយើង input ឲ្យត្រូវទៅយើងចុច enter ទៅគឺវាទៅហើយតបហើយអ្នកគ្នាតបពីគ្នាដល់កន្លែងនេះអ្នកគ្នាអាចទៅ check មើលតើយើងបង្កើត file ហ្នឹងបានជោគជ័យអត់អញ្ចឹងអ្នកគ្នាវាយ command នេះដូចខ្ញុំទៅ ls etc cloud/cloud អូខេចុចទៅអូខេអញ្ចឹងគឺវា load ចេញមកគឺយើងបង្កើតបានជោគជ័យហើយគឺបង្កើតបាន file ឡើងមួយអូខេតែបន្ទាប់មកអ្នកគ្នាវាយ command នេះ cat etc cloud.init.disable អ្នកគ្នាវាយ command នេះអញ្ចឹង command ទាំងអស់នេះខ្ញុំនឹងដាក់នៅលើ screen នៅពេលហ្នឹងគឺអ្នកគ្នាអាចស្រួលមើលជាងនៅក្នុងនេះ disable អូខេហើយចុច enter ហើយដល់ចំណុចមួយទៀតអ្នកទាំងគ្នាត្រូវវាយ command sudo .clear apt.update .clear update អូខេអញ្ចឹង comment ទាំងអស់នេះខ្ញុំនឹងផុតលើ screen ឲ្យអ្នកគ្នាស្រួលមើលហើយបន្ទាប់ពីវាយហើយយើងចុច enter ទៅគឺវានឹង process ហើយអញ្ចឹងដល់ចំណុចបន្ទាប់នេះមួយទៀតគឺយើងត្រូវវាយ command sudo .clear apt.clear upgrade ហើយ.y upgrade.clear .y អូខេអញ្ចឹងចុច enter គឺវានឹងទៅ download ហើយអញ្ចឹងសម្រាប់ការ download សូមរងចាំ plate អញ្ចឹងកន្លែងនេះខ្ញុំអត់កាត់ទេខ្ញុំដាក់ទាំងមូលទៅមកអញ្ចឹង70 80ហើយកន្លែងនេះគឺលឿនទេអូខេពុក extract គ្នារងចាំ plate
អូខេអញ្ចឹងគឺបានរួចរាល់អញ្ចឹងដល់កន្លែងនេះអ្នកគ្នាចុច tab ហើយ enter ទៅចុច tab វា load ដល់ពី OK ចុច enter ទៅតបមកអ្នកគ្នាត្រូវខ្ញុំប្រាប់ពី comment ប៉ុន្នេះគឺយើង set up រួចហើយគឺយើង set up រួចហើយអញ្ចឹងបើអ្នកគ្នាចង់ shut down នេះគឺជា comment shut down អូខេអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកគ្នាដែលបានទស្សនាមើលអូខេសួស្តីអ្នកគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការដំឡើងឬការ install ASX នៅក្នុង UV2 server អញ្ចឹងមុនដំបូងយើងបើយើងនៅក្នុង VirtualBox យើងចូល network មកចូល setting ចូល network អញ្ចឹងយើងយក bridge មកដើម្បីខ្ញុំប្រើជា wireless អញ្ចឹងខ្ញុំយក bridge ទៅអូខេអញ្ចឹងបន្ទាប់ពីយក bridge ហើយយើងចាប់ដើម run នៅ virtual UV2 របស់យើងមកអញ្ចឹងចាំវាប្រើវាពុកបើកអូខេបើកហើយអញ្ចឹងបន្ទាប់មកយើង login user យើងមកវាហើយយើងវាយ password យើងចូលទៅគេ enter ចឹងជាមុនដំបូងយើងគឺត្រូវវាយ command sudo apt update ដើម្បី update មើលថាមានអី update ទេចឹងយើងវាយ password ចូលទៅវានឹង load update មកហើយចឹងវាកំពុងតែ download ចាំផ្លែតអូខេចឹងគឺវា update រួចរាល់ហើយចឹងបន្ទាប់មកគឺយើងវាយ command sudo apt install apt install op នេះវាយ command នេះមកគឺ sudo apt install openASX.server ចឹងគឺវាយមកគឺវានឹងទៅ install ASX មកហើយអញ្ចឹងនេះវាកំពុង install អញ្ចឹងបន្ទាប់ពីយើងវាយ command នឹងរួចហើយគឺយើងទៅវាយ command មួយទៀតគឺ sudo systemctl enable ហើយដក clear now ASX អូខេនេះគឺជា command ចឹងអ្នកគេវាយតាមនោះមកគឺយើង enable វាមកហើយអញ្ចឹងយើងអាចវាយ command មួយទៀតគឺ sudo system status ASX អញ្ចឹងគឺយើងទៅមើល status របស់វាតើវាបានដើរអត់អូខេអញ្ចឹងអត់ចូលទេខ្ញុំបែរទៅវាយ call សូមម្ដងទៀត system sudo systemctl status ASX អញ្ចឹងគឺយើងវាយ command នោះគឺទៅមើលថា ASX យើងគឺកំពុងតែ running អត់អញ្ចឹងទៅពេលយើង hit enter ទៅនេះគឺ active running អូខេអញ្ចឹងគឺវា run ហើយអញ្ចឹងបន្ទាប់ពីវា run ហើយគឺយើងត្រូវប្រើ command មួយទៀត sudo ufw allow ASX អញ្ចឹងអ្នកគ្នាអាចវាយ command តាមនេះទៅតាមនេះគឺវា rule វា update ហើយអញ្ចឹងគឺយើងត្រូវមើល IPA មកគឺយើងត្រូវមើល IP address អញ្ចឹងគឺ IP address របស់យើងយើងចង់ remote control វាគឺយើងយកអាក្រោមគេ IP address នោះនេះគឺយើងយក IP address នោះមកយើងដាក់មកយើងអាច testing វា test យើងវាយ ping ហើយយើងវាយ IP address ដែលយើងកមិញមកអូខេអញ្ចឹងគឺវាចូលហើយគឺវាទទួលបានអញ្ចឹងគឺយើងភ្ជាប់វាគឺយើងត្រូវវាយSSH និង SSH user របស់យើងហើយយើងដាក់ add Yahoo ហើយដាក់ address របស់យើងចូលមិញទៅហើយដល់ពេល enter ទៅយើងគេសួរយើងចុច yes ទៅអូខេអញ្ចឹងវាទាមទារ password user របស់យើងហើយអញ្ចឹងយើងវាយ password ទៅគឺវាចូលជាយើងអាច remote វាពី computer យើងទៅ server នោះបានហើយអញ្ចឹងអានេះយើងដើម្បីវាយឲ្យដឹងថាវា remote បានឬក៏បានយើងត្រូវដំបូងវាយ
Who am I រួចបន្ទាប់ពី Who am I ហើយគឺយើងត្រូវវាយ PWD គឺ Who am I គឺនេះគឺជាឈ្មោះរបស់ខ្ញុំ PWD គឺ home name អញ្ចឹងទៅអូខេអញ្ចឹងយើងទៅវាយនៅក្នុង comment cmd ក្រៅរបស់យើងវិញម៉ាស៊ីនក្រៅវិញអូខេនេះអញ្ចឹងគឺយើងវាយមក Who am I យ៉ា Who am I គឺឈ្មោះ user របស់ខ្ញុំហើយ PWD អូខេអញ្ចឹងគឺការ install SSH របស់យើងគឺបានជោគជ័យហើយយើងអាច remote ពី laptop ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយបានអូខេអញ្ចឹងយើងអាច shut down ម៉ាស៊ីននេះទៅគឺ sudo shut down now អូខេ shut down គឺអញ្ចឹងគឺជាការ install គឺរួចរាល់អញ្ចឹងសូមអរគុណច្រើនអូខេសួស្តីអ្នកនាងអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញឬក៏បង្រៀនអំពីbasic command ឬក៏ foundation command នៅក្នុង Ubuntu server អញ្ចឹងយើងបើក Ubuntu server សិនខ្ញុំសូមបើក Ubuntu server ផ្លែសិនអូខេអញ្ចឹងដោយសារថាវីដេអូមុនយើងបានរៀននៅ SH install SH អញ្ចឹងវីដេអូនេះខ្ញុំនឹង remote ពីម៉ាស៊ីនពិតទៅម៉ាស៊ីន virtual អូខេអញ្ចឹងខ្ញុំសូមដាក់វាមួយចំហៀងរក្សាវាសូមមើលអូខេអញ្ចឹងមុនដំបូងគឺយើង login user របស់យើងមកហើយយើង login user មកយើងវាយ password របស់យើងមកអូខេតបហើយអ្នកគ្នាត្រូវរកដើម្បី connect មកគឺរក IP អញ្ចឹងយើងវាយ IP all មក IP address មកនេះគឺយើងយក account គេ192.168.10.240គឺយើងយកអាហ្នឹងមកអញ្ចឹងយើងទៅ connect យើងទៅ test connection អញ្ចឹង ping យើងវាយ ping យើងវាយ IP address ហ្នឹងទៅ168.10.240អូខេអញ្ចឹងនេះគឺពេលយើង hit enter ទៅគឺវាទទួលបានអញ្ចឹងយើងអាច connect វាបានហើយអញ្ចឹងយើងដើម្បី connect វាយើងប្រើ command sh ហើយយើងប្រើ add យើងប្រើ user យើង add ហើយយើងវាយ address មកវិញទាំងអស់គឺ address យើងបាន test ping វិញអូខេដល់កន្លែងនេះអ្នកគ្នាចុច yes ទៅអូខេអញ្ចឹងគឺវាចូលហើយអញ្ចឹងយើងវាយ command មក whoami ហើយទៅនេះគឺ pwd មកអូខេតើយើងទៅមើលក្នុង cmd យើងតែយើងវាយទៅវាចេញអញ្ចឹងអត់អញ្ចឹង whoami ចេញមកគឺ user របស់ខ្ញុំ pwd ចេញមកគឺ directory នេះមកអូខេគឺអញ្ចឹងវាត្រូវអញ្ចឹងខ្ញុំសូមវាយនៅលើ cmd ព្រោះយើង remote វាអូខេអញ្ចឹងយើងវាយមុន command មុនដំបូងគឺ sudo apt update អញ្ចឹងនេះគឺជា command update វានឹងមានអីថ្មីវានឹង update ចូលយើងអូខេអញ្ចឹងបន្ទាប់ពីយើងវាយ password ហើយវា update ហើយអញ្ចឹងមួយទៀតគឺ command មួយទៀតគឺ sudo apt upgrade អញ្ចឹងអានេះគឺវាទៅរក upgrade មួយគឺ upgrade មួយគឺ update មួយគឺ upgrade អញ្ចឹងនេះអញ្ចឹងយើងយកចេះទៅវាយអូខេអញ្ចឹងនៅពេលនេះកន្លែងនេះខ្ញុំនៅពេលពេញខ្ញុំនឹងកាត់នៅពេលវាចិត្តពេញហើយតែខ្ញុំមើលអូខេអញ្ចឹង process វាមានអញ្ចឹងគឺវា load ចឹងស្រាប់ទេអញ្ចឹងទៅពេលចិត្តពេញខ្ញុំនឹងដាក់ឲ្យគ្នាមើលអូខេនេះគឺវា download អស់ហើយនេះគឺវាដល់កន្លែង extract អញ្ចឹងនេះគឺវា extract រួចរាល់ហើយអញ្ចឹងដល់កន្លែងនេះយើង enter ទៅហើយយើងចុច tab enter ទៀតទៅអូខេអញ្ចឹងនេះគឺជា basic command គឺ basic នេះគឺយើងត្រូវបង្កើត file អញ្ចឹងបង្កើត file គឺ command បង្កើត file គឺ touch ហើយយើងដាក់ឈ្មោះ file របស់យើងមក
តែ file ហ្នឹងចង់មានឈ្មោះអីក៏បានយើងអ្នកគ្នាចង់ដាក់ឈ្មោះអីបានខ្ញុំសុំដាក់ svp.6 ចឹងទៅអូខេបន្ទាប់ពីរួចរាល់ហើយអ្នកគ្នាអាច enter ទៅគឺយើងបង្កើត file បានមួយហើយចឹង comment មួយទៀតគឺជា comment echo equals ស្មើ print ចឹងយើងអាច print ចេញជា string បានចឹង string នៅយើងវាយនៅក្នុង single quote ចឹងតើយើងចង់វាយអីក៏បានដែរចឹងខ្ញុំសូមដាក់ hello world ចឹងទៅហើយ sv2.6 ចឹងទៅហើយខ្ញុំដាក់ក្បៀស please send the video ចឹងទៅអានេះគឺយើង echo ហ្នឹងគឺវាស្មើនឹង print គឺយើង print string ឲ្យវាចេញមកអូខេចឹងបន្ទាប់ពីអ្នកគេវាយចឹងរួចអស់ហើយអ្នកគេអាច enter test វាមើលទៅនេះគឺវា load មកហើយ hello world ហើយ sv2.6 please send video អូខេចឹងដល់ comment មួយទៀតគឺ comment ហ្នឹងគឺយើងទៅ check មើលតើយើងបង្កើត list ហ្នឹងគឺបានអត់គឺយើងចូលអត់ចឹង ls យើងដក l យើងទៅ list មើលវាអូខេចឹងអ្នកគេទៅចាំថា file នេះគឺផ្ដើមមកពីដកចឹងគឺវាន័យថាវាជា file មិនមែនជា folder ទេបើផ្ដើមដោយអក្សរ e វាគឺជា folder ចឹងអ្នកគ្នានៅកន្លែង0នោះពេលខ្លះនៅពេលយើងបង្កើត folder វានឹងលោតចេញ 4000 នេះមកហើយចឹងអ្នកគ្នា 4000 បាក់អឺចឹងអ្នកគ្នាត្រូវវាយ command ls តែដក l ប៉ុន្តែយើងថែម h ពីក្រោយមកដល់កន្លែងហ្នឹងគឺវា 4k អញ្ចឹងណាចឹងនៅពេលយើងបង្កើត folder យើងនឹងឃើញចឹងមកបង្កើត folder វិញគឺយើងត្រូវប្រើ command making directory ចឹងដៃពាក្យកាត់វាគឺ mkdir ចឹងក៏ឲ្យដក clear ទៅអ្នកគ្នាដាក់ឈ្មោះ file របស់អ្នកគ្នាទៅចឹងខ្ញុំសូមដាក់ sv 2.6 folder អូខេចឹងខ្ញុំសរសេរមក sv 2.6 folder អូខេចឹងបន្ទាប់ពីហើយអ្នកគ្នាអាច enter ទៅគឺវាបង្កើតបានហើយអញ្ចឹងគឺយើងទៅ check មើល ls.le អ្នកគេ L ក៏បានប៉ុន្តែក៏វាកន្លែង 4k នោះគឺបើយើងដាក់ L គឺវា load ចេញ 4000បើយើងដាក់ h lh គឺវាចេញតិចឲ្យយើងស្រួលមើលចឹងអញ្ចឹងនេះគឺជា basic comment ទាំងអស់ដែលខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងវាគឺជា basic ដែលខ្ញុំបង្ហាញក្នុងវីដេអូនេះអញ្ចឹងខ្ញុំសូម shut down server វាអ្នកគ្នារៀន shut down កុំរៀនបិទ virtual យកមកគឺ shut down ទៅប្រើ command នេះកុំឲ្យវាខូច server យើងអញ្ចឹងយើងប្រើ command sudo shutdown now គឺ close គឺអូខេអញ្ចឹងអរគុណច្រើនអ្នកគ្នាបានមើលវីដេអូនេះសួស្តីអ្នកគ្នាអញ្ចឹងយើងថ្ងៃនេះយើងមកជួបមួយខ្ញុំទៀតអញ្ចឹងយើងបន្តពី foundation comment របស់ក្នុង UB2 អញ្ចឹងអានេះគឺជា part 2អញ្ចឹងយើងតពីវីដេអូមុនមកអញ្ចឹងដូចជាក៏ដល់អញ្ចឹងគឺយើង connect remote វាយើងសួរ who am I ឈ្មោះណាអញ្ចឹងទៅ pwd បង្កើតគឺរក path របស់វាអូខេអញ្ចឹងហើយមួយនេះគឺ comment ថ្មីគឺ host name គឺយើងមើលឈ្មោះ server host របស់យើងតែយើង server host name ហ្នឹងគឺឈ្មោះគេអញ្ចឹងសម្រាប់ comment នេះគឺចឹងសម្រាប់វីដេអូនេះគឺមាន comment ថ្មីប្រហែលជាច្រើនអញ្ចឹងអូខេអញ្ចឹង host name នេះគឺនេះគឺឈ្មោះរបស់ខ្ញុំគឺ name server អូខេបន្ទាប់ពី host name នេះខ្ញុំសូមទៅបង្កើត file មួយគឺ file នោះមានឈ្មោះថា file.txt អញ្ចឹងសម្រាប់ touch គឺយើងទៅបង្កើត file អញ្ចឹងបើអ្នកគ្នាអត់ទាន់ដឹងទេគឺអាចទៅមើលនៅវីដេអូមុនបានវីដេអូមុនខ្ញុំបង្រៀនអស់ហើយព្រោះtouch ហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងបង្កើតហើយយើងទៅ list វាមើល ls វាមើលថាវាចូលអត់អូខេចូលហើយអញ្ចឹង file.txt អូខេឡើងហើយតពី file.txt យើងចង់ទៅកែសម្រួលក្នុង file ឬក៏ថែមចង់វាយពាក្យ text អីក្នុងដូច notepad ចឹងយើងវាយ comment nano file.txt អញ្ចឹងហ្នឹងដូចជាយើងទៅបើក file នឹងយើងទៅកែចុះឧទាហរណ៍ txt យើងចូលធម្មតាយើងចូលមកវាគឺចូល notepad អញ្ចឹងអានេះយើងវាយ nano មកហើយយើងវាយ file នឹងឈ្មោះទៅអូខេអញ្ចឹងវាចូលមកដូចចឹង
ហើយយើងអូខេយើងវាយ comment វាយ select វាមកហើយមិនវាយ select ទេយើងវាយអក្សរដែលយើងចង់បានមកខ្ញុំដាក់ hello ដាក់ shift touch hello អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំសូមវាយ impress សិន touch hello guys welcome okay my name is Samnang from SVP.1 I'm a third year studentអូខេអញ្ចឹងបន្ទាប់ពីយើងវាយរួចអស់ហើយអ្នកគ្នាអាចចុច save ឬក៏ exit វាទៅចុច exit អ្នកគ្នាប្រើនេះគឺ comment នៅខមនេះទាំងអស់គឺបើយើងចង់ exit អាប់សញ្ញាព្រួយឡើងលើហ្នឹងអានឹងគេយើងចុច control X ទៅគឺវានឹងទៅលោតដល់ exit ហើយវានឹងសួរយើងថា confirm ហើយយើងពេលដែលយើង confirm ទៅវានឹងសួរថាយើងដាក់ឈ្មោះ file មែនអូខេអញ្ចឹងយើងចុច enter ទៅគឺវារួចរាល់នេះយើងចុចមកចុច control X មកហើយយើងយក software មកវាលោតមកហើយគឺយើងចុច enter មួយទៀតមកគឺវានឹងលោតទៅហើយអញ្ចឹងនេះគឺវាលោតមកតែយើងចុច enter ទៅអូខេអញ្ចឹងគឺដើម្បី run file មួយនឹងបានគឺយើងប្រើ command cat ហ្នឹងគឺដូចយើងបើក file នឹងប្រើអញ្ចឹងឬក៏ run វាអញ្ចឹងប្រើ cat ហើយវាយឈ្មោះ file ហ្នឹងមកគឺ cat file.txt ខ្ញុំវាយ text អញ្ចឹងគឺខុសអញ្ចឹងយើងនេះខ្ញុំមើលម្ដងទៀតឲ្យវាត្រូវគឺ file.txt អូខេ enter ទៅពេលយើង enter ទៅវានឹង run file ហ្នឹងមកគឺវា run មកគឺវា print ណាយើងវាយក្នុង nano មិញគឺយើងដូច edit នៅក្នុង notepad អញ្ចឹងគឺវាបង្ហាញយើងអញ្ចឹង enter មកនេះគឺ syntax hello guys welcome my name is Samnang from SV 2.6 I'm a year 3 student អូខេអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺយើងទៅបង្កើត folder មួយគឺ mkdir គឺ making directory ហើយ folder នោះខ្ញុំសូមដាក់ឈ្មោះថា dear name អញ្ចឹង folder ហ្នឹងខ្ញុំដាក់ឈ្មោះថា dear name អញ្ចឹង enter ខ្ញុំ list វាមើលម្ដងទៀតអូខេ ls គឺ list វាអញ្ចឹងគឺឡើងមកហើយអញ្ចឹងអាពណ៌បៃតងហ្នឹងគឺ folder ពណ៌សគឺ file អញ្ចឹងខ្ញុំដើម្បីយើងចូលទៅកាន់folder នោះបានគឺយើងវាយ command cd ហើយដាក់ឈ្មោះ folder នោះមកគឺនឹងវា load ចូលហើយយើង check path វាមក pwd មកគឺ នេះ path វាអញ្ចឹងនៅពេលដែលយើងវាយ cd dear name ហ្នឹងហើយគឺវានឹង load ចូលក្នុងនឹងតទៀតអញ្ចឹងយើងចុចមើលទៅនេះឃើញតែបើអ្នកគ្នាចង់ចេញអ្នកគ្នាវាយ cd ចុច2ទៅគឺយើងទៅដល់ path ចាស់យើងវិញហើយចុច2យើងដក1ដល់ពេលយើងចង់ចូលវិញយើង cd យើងវាយឈ្មោះ folder ទៅអូខេនេះខ្ញុំសូម check file list វាម្ដងទៀតតែសូមដាក់ full screen សិនវាស្រួលមើលតិចអូខេអញ្ចឹងខ្ញុំ copy cp គឺ copy file អញ្ចឹងខ្ញុំ copy file.txt ហ្នឹងចូលទៅក្នុង dnam អូខេចូលទៅក្នុង dnam cp ហ្នឹងគឺ copy ហើយ copy file របស់យើងគឺឈ្មោះអីអញ្ចឹង file ខ្ញុំឈ្មោះ file.txt
hay to ten folder đó vậy đó rồi hai đi hai ấy chẳng dương cho ls máu chẳng đi ls chẳng kia dương cho là một bốn dương cho ta cd với sẵn cho ta folder nó sao mà check đăng từ vì miền file lại cái chẳng dương từ cd dnm đăng tới dương cho ta folder đăng tới rồi hai đi cứ bị cho đào folder đó chẳng dương check out ok và to bị dương gì dương check ls vì máuนี่คืออะไรนี่คือวิญญาณฟ้าละมวยคือจังฟ้าแล้วจังยมจังยมปรับก็อยู่มันเทียคือ remove ฟ้านะจ๊ะคืออเอ็มคือ remove จังก็ไม่แม่นอเอ็มคือ remove ប៉ុន្តែយើងត្រូវដាក់នេះមួយទៀតគឺយើងត្រូវមានមួយទៀតនេះគឺ om file.txt ចឹងគឺ remove យើងទៅ check ls វាមកគឺ ls វាពេលយើង check ទៅវាអត់មានទេអញ្ចឹងយើងចាញ់វាមួយខ្ញុំសុំចាញ់វាគឺចូល10 hạt ត្រឹមណាងនេះវិញអញ្ចឹងខ្ញុំទៅ copy ម្ដងទៀតនេះអានេះគឺវាមានធម្មតាទេមិញយើងលុបនៅក្នុង dr name ទេព្រោះយើងចូលទៅដល់ folder យើងមិញយើងនៅក្នុង dr name អញ្ចឹងយើងលុប file យើងបាន copy អញ្ចឹងឥឡូវខ្ញុំសុំ copy វាទៅម្ដងទៀតអញ្ចឹង cp file.txt ហើយ dname copy ចូលក្នុង folder អីអូខេតើហើយចុច enter ទៅអូខេចូលហើយអញ្ចឹងយើងចូលទៅក្នុងfolder ហ្នឹងទៅគឺ cd ឈ្មោះ folder ចូលហើយយើងឆែកមក ls នេះគឺឡើងមកវិញហើយអញ្ចឹងយើងមិញគឺបាន copy ចូលហើយយើងលុបហើយឥឡូវយើង copy ចូលវិញទៀតអញ្ចឹងមួយទៀតដែលគ្នាគឺនៅពេលដែលយើង copy file ហើយរួចហើយយើងបោះទៅចូលក្នុង folder មួយណាអញ្ចឹងបើ folder នោះយើងអត់ទាន់មានទេអញ្ចឹងវាមានន័យថាវានឹងទៅបង្កើត folder ហ្នឹងឲ្យយើងត្មងអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ copy file ហ្នឹងមកហើយខ្ញុំទៅដាក់ folder អញ្ចឹងខ្ញុំដាក់ folder នេះយើងអត់មានទេណាអូខេអញ្ចឹងយ៉ាងហើយគឺវានេះគឺវាបង្កើតអូតូហ្មងគឺវាបង្កើតអូតូអូខេចាប់ហើយគឺយើង run យើងសាក run ទៅតែវាមាន content នេះគឺអានេះគឺយើងពេល run file ទៅវាមាន content ដោយអា file ក្រៅយើងអញ្ចឹងអូខេយើង copy ជោគជ័យអញ្ចឹងបន្ទាប់ពីនេះហើយគឺខ្ញុំចូលទៅដល់ making directory មួយទៀតគឺខ្ញុំបរៀនពីការលុប folder លុបពី folder អញ្ចឹងខ្ញុំសុំ making directory dr name 2មកអូខេអញ្ចឹងឆែកមើលគឺឡើងមកហើយអញ្ចឹងយើងអាចលុបបានដែលយើងប្រើ command rm dir អូខេហើយយើងដាក់ឈ្មោះ folder ហ្នឹងមកនេះគឺយើងចង់លុប folder 2ហ្នឹងមិញព្រោះយើងនេះបង្កើត test តែតើគេលុប folder 2អញ្ចឹងយើងលុបមក enter មកចុច ls គឺបាត់ rm dir ហើយ folder នេះអានេះគឺលុប folder អញ្ចឹងគឺយើងឆែក ls មកគឺបាត់ហើយអញ្ចឹងយើងសុំទៅបង្កើតមួយទៀត dr name 2អូខេអញ្ចឹងយើងឆែក ls គឺឡើងវិញហើយបន្ទាប់ពីនេះហើយខ្ញុំទៅ remove វាម្ដងទៀតតែលក្ខណៈនេះគឺ remove .v អញ្ចឹង remove .v ហ្នឹងមានន័យថាម៉េចអញ្ចឹង remove .v ហ្នឹងមានន័យថាយើង remove តែ directory វាទេឧទាហរណ៍យើង remove នេះគឺបាត់ directory ហ្មងគឺចុចចេញគឺបាត់ហ្មងchứ យើង ls គឺបាត់ប៉ុន្តែមួយទៀតយើង remove បែបនេះគឺ remove directory នេះគឺ remove បានតែ folder ហ្នឹងគឺ empty អញ្ចឹងខ្ញុំសុំសាកតេស្តអញ្ចឹងយើងទៅ remove អា dr name ព្រោះក្នុងហ្នឹងគឺវាមាននេះវាមាន file យើងមួយអញ្ចឹងដល់ពេលយើងចុច remove បែបនេះ remove .v នេះគឺវាអត់ឲ្យទេព្រោះនេះគឺវាថា fail to remove directory is not empty អញ្ចឹងគឺมันអាច remove បានទេដល់បើយើងចង់ remove ទាំង file ទាំងអីក្នុងហ្នឹងគឺយើងប្រើ command rm.rv វាហើយ folder ហ្នឹងគឺអាហ្នឹងគឺវានឹង remove អា file ក្នុងហ្នឹងហើយវានឹងទៅលុប folder ហ្នឹងចោលអូខេ
នេះគឺគេបានឃើញគឺវា remove file 2នោះក្នុងចោលរួចហើយវានឹង remove directory ចោលមកអញ្ចឹង ls គឺបាត់ហ្មងអានេះគឺបាត់ហើយអានេះគឺរបៀប remove អញ្ចឹងចូលដល់បន្ទាប់ទៀតគឺអញ្ចឹងអូខេអញ្ចឹងបន្ទាប់នេះគឺយើងទៅនេះម្ដងទៅ change name file យើងម្ដងតើគេ change មិនអញ្ចឹង change name គឺយើងប្រើ command mv ហើយយើងដក file txt ហ្នឹងទៅគឺយើងចង់ change file ណាយើងដាក់ file ណាចូលរួចហើយគឺយើងចង់ដូរវាទៅឈ្មោះអីហើយយើងដក clear ដាក់ឈ្មោះហ្នឹងមកអញ្ចឹងខ្ញុំដាក់ sv 2.6.txt អញ្ចឹងឆិតម្ដងទៀតនេះគឺវាបានដូរឈ្មោះឲ្យនោះក្រោយគេអស់គឺវាដូរឈ្មោះពី file txt ពី file.txt ទៅ sv 2.6.txt អូខេអានេះគឺជារបៀបដូរឈ្មោះ file នៅក្នុង YouTube នេះគឺនេះគឺវាបានដូរហើយអញ្ចឹងគឺយើងសាកទៅរានមើលតើយើងពេលយើងរាន folder ដែលយើងដាក់ឈ្មោះថ្មីហ្នឹងគឺវាដើរអត់ហើយរាន file ដែលដាក់ឈ្មោះថ្មីគឺដើរអត់អញ្ចឹងអានេះគឺខ្ញុំវាយខុសគឺ sv អក្សរធំនេះ 2.1.txt .txt អូខេយើងរានមកនេះគឺវាបានដូចដាក់អញ្ចឹងយើងដូរតែឈ្មោះទេតែ content ក្នុងគឺយើងនៅតែអត់ទេអីទេអញ្ចឹងដល់ពេលយើងរានមកនេះគឺ ctech hello guide welcome មកវិញដូចគ្នាអញ្ចឹងខ្ញុំសុំ clear វាមួយអូខេបន្ទាប់ពី clear ហើយអញ្ចឹងយើងបន្ទាប់ទៀតគឺយើងចូលដល់ lsc lscpu lscpu អញ្ចឹងអានេះគឺយើងសម្រាប់មើល CPU តាមម៉ាស៊ីនរបស់យើងនឹងមានដូចយើងមើលនៅក្នុង about អញ្ចឹងដូចបើ Windows យើងមើលនៅក្នុង about អញ្ចឹងទៅយើងឃើញពី detail តើហ្នឹងគេប្រើ CPU ប៉ុន្មាន RAM ប៉ុន្មាន model អីប្រើ core ឲ្យប៉ុន្មានអីចឹងអានេះដូចគ្នាអានេះគឺយើងវាយ ls ទៅគឺយើងទៅមើលលើហ្នឹងដូចរបស់ខ្ញុំអញ្ចឹងគឺខ្ញុំប្រើលក់ CPU ខ្ញុំគឺ4គ្រាប់មាន core 4ហ្នឹងហើយអញ្ចឹងហ្នឹង comment នេះគឺយើងអាចវាយទៅយើងអាចមើល detail វាបានអូខេអញ្ចឹង comment មួយទៀតគឺ comment tab អញ្ចឹងអូខេសម្រាប់ comment នេះគឺយើងមើលវាគឺយើងមើលដូចលក្ខណៈ task manager អញ្ចឹងតើវា C អស់ប៉ុន្មានអីប៉ុន្មានអីចឹងទៅតែយើងវាយពាក្យ comment tab នេះគឺយើងពិបាកមើលបន្តិចអញ្ចឹងយើងនៅមាន comment មួយទៀតដើម្បីវាយទៅវាស្រួលមើលជាងនេះបន្តិចហើយវាស្រួលមើលជាងអានេះខ្លាំងដែរណាបាទនេះយើងវាយយ៉ាងនេះយើងចាប់ទៅដូច task manager តែតើយើងកម្មវិធីទៅ C អស់ប៉ុន្មានអីប៉ុន្មានអីចឹងអានេះគឺមើលតាមហ្នឹងអញ្ចឹងដើម្បីយើងចុចចេញវាបានយើងចុច Ctrl C ទៅគឺវានឹង load ឲ្យយើងវាយcommentទៀតហើយនេះគឺខ្ញុំចុចមើលនេះគឺអាឡើងលើចេះគឺមានន័យថា Control ហើយ C ហើយឥឡូវគឺយើងមើល directory path វាសិនអូខេអញ្ចឹងដើម្បីបានHTOP នោះអញ្ចឹងយើងត្រូវ install វាមួយសិនគឺ sudo apt install HTOP ចានេះគឺ command មួយទៀតគឺវាធ្វើដូច top អញ្ចឹងក៏វាស្រួលមើលជាង top បន្តិចអញ្ចឹងមុនយើងបានយើងទៅ install វាមួយទៅតទៅពីយើង install ហើយគឺយើងវាយ HTOP មកនេះនៅគេស្រួលមើលជាងអាមុននេះអានេះស្រួលមើលជាងវាមាន detail និយាយថាវាដាក់មក interface វាស្រួលមើលជាងហើយសម្រាប់ quick ដូចគ្នានេះអ្នកគ្នាអាចចុច quick ក្រោមនោះមាន F10 អីហើយក៏ Ctrl C ក៏បានដែរអញ្ចឹងបន្ទាប់ពី command ហ្នឹងហើយគឺយើងចូល command free ចេះ free ហ្នឹងតើគឺវាប្រាប់ថា memory សល់ប៉ុន្មានអីប៉ុន្មានប្រើអស់ប៉ុន្មានហើយអូខេនេះគឺមួយទៀត command នេះគឺ free.h អញ្ចឹង free.h នេះគឺវាស្រួលមើលជាងឥឡូវវាលេខច្រើនតែនេះគឺវាមានវាប្រាប់ជា G វា convert ឲ្យយើងជា G ជា megabyte វាប្រាប់យើងអញ្ចឹងយើងអាចស្រួលមើលជាងឥឡូវអញ្ចឹង ds អញ្ចឹង ds ហ្នឹងយើងមកមើល disk វាអញ្ចឹង disk នេះគឺពិបាកមើលអញ្ចឹងយើងអាចវាយ df.h អានេះគឺវាស្រួលមើលតិចណា
tại vì ta xì sai ở man pra of man ta xài cái này man nên đi hai mươi tiết cứ LSBLK chẳng LSBLK nó cứ dân tờ mơ ta check mơ ưu thọ check mơ dùng miền sân pi chẳng ơi dùng miền Windows luôn nói cái chứ nó phải giờ vay lỡ việc tránh thì dân tờ vay LSBLK chẳng phải vay tới bảo vì việc pi trên pi mà chẳng từ phần mười tiết cứ comment kill mà tại comment đi nhưng xong mặt gan thế nhưng còn ta comment nó dùng mặt gan thế chẳng nhưng lại error chẳng nhưng xong sau ta comment nó cứ kê vay mà chẳng muốn đừng dương tự comment được bán chẳng từ copy ID vào ni phía sẵn chẳng nhưng vay 8 top bình má cứ dương tầm mơ PID bia tại nhưng chẳng kill switch mùi nè ok nè chẳng nè kia tao mơ PID và nè chẳng kill switch mùi nè kia sợ mơ PID hết trăm trăm lệ đi tới rồi hai comment đi cứ dương vay má kill dương nghe vay tao cho bán chẳng nè kia vay má cứ kill đó cũng buồn chẳng má hay đọc clear má ta PID là kia chẳng kill switch mùi nè chẳng ta ưu thọ lệ mùi chẳng ta តែអានេះខ្ញុំអត់ទេខ្ញុំអត់សុំអត់ហាន់ទេខ្លាចវាពេលយើងខៀលវាទៅវាអែឬអីមួយអញ្ចឹងខ្ញុំសុំអត់ហាន់ទេតែនៅពេលចង់ខៀលតែគ្នាដឹងច្បាស់តែនៅគេចង់ខៀលអាហ្នឹងខៀលអីតែគ្នាអាចវាយខមមិននេះបានចេញអត់វាយទេអញ្ចឹងសម្រាប់វីដេអូនេះគឺចប់ប៉ុណ្ណឹងហើយអញ្ចឹងកន្លែងនេះខ្ញុំ sudo shutdown អូ sudo shutdown now មិនមែន sudo shutdown ទេអញ្ចឹងសុំទោសអញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូនេះទាំងអស់គ្នា
Ok, chúng mình xuất được cái chân ngày đi giờ mà thường vì cả add user từ lời YouTube server bao nhiêu tiền chân một bốn dương connect virtual SH xem nó như connect SH chui sim đi kéo cho xem nó chân mình mở IP address viết chân vay comment tới connect tới SH thì đã user đã add thì đã IP address bao nhiêu ở chọn dễ tới ok chân chân ngày nó dương mà add đời user chân một bốn anh đi dương sẽ cho xem nó là bày score tại dương chỉ user cái hay directly nó directly cái trong một bốn dương thử quay comment cat dot etc dot os dot li chân dương quay đập bày mơ tha comment cái dương mơ tại youtube và chân version man server bởi chân version man hay detail fcc tiệt chân chân đập bày add user cái dương quay comment sudo user add chân hay một user mà chân nhung user nếu nhung xong đặt ở một ctext hay và hãy dân vài password tới enter tới cứประกาศ user ให้ចឹងយើងទៅមើល user ម្ដងអានេះគឺរបៀបបង្កើត user គឺយើង comment នេះvà hai បន្ទាប់ពីបង្កើតហើយយើងនឹងទៅមើលថា user ដែលយើងបង្កើតទៅគឺវាបានមកនៅអញ្ចឹងយើងវាយ comment cat /etc ហើយ /password password ហ្នឹងគឺច្រឡំខ្ញុំមិនគឺមិនវាយ password ចឹងទេគឺវាយ passwd ចឹងសវាយមកទៀត passwd អីនេះ passwd អូខេនេះអញ្ចឹងនោះគឺ user របស់យើងគឺវាបានយកបង្កើតមកគឺបានជោគជ័យហើយអញ្ចឹងសម្រាប់នេះគឺរបៀបបង្កើត user មួយអញ្ចឹងនេះគឺយើងបង្កើតមកគឺវានឹង load account ហ្នឹងហើយមាន user ផ្សេងទៀតគឺវាបង្កើតមកគឺវានឹង load account ហ្នឹងបន្តទៀតហើយអញ្ចឹងយើងទៅ directory home របស់យើងវិញអូខេអញ្ចឹងយើងដល់ home ហើយបន្ទាប់ហើយយើង ls មកនៅឃើញ user របស់យើងមួយនឹងគឺ user នឹងជាងគឺវាអត់ឃើញនៅលើ home ទេអញ្ចឹងតើយើងដកពី home មកវិញគឺយើង cd và haiយើង user គឺយើងបង្កើតអានេះគឺយើងបង្កើតរបៀបនេះគឺវាអត់នេះទេគឺវាអត់ទៅចូលនៅក្នុង home នឹងទេអញ្ចឹងយើងបង្កើតមានរបៀបបង្កើតមួយទៀតគឺវាអាចចូលទៅក្នុង home នឹងអញ្ចឹងនេះយើង delete វា user delete វាមិនមកគឺវាយតាម comment មកខ្ញុំមិញទៅគឺវា delete ហើយតទៅពីយើង delete ហើយយើងទៅ check វាមើលអូខេ check ហើយគឺវាបាត់ហើយអញ្ចឹងយើងទៅ add មួយទៀតអានេះគឺ add user គឺរបៀបទី2គឺ sudo user add.m ctext គឺ user ឈ្មោះ ctext តែលើកនេះយើងមាន .m អញ្ចឹងនេះយើងទៅ check វាម្ដងទៀតមកអូខេគឺវាឡើងមកហើយគឺយើងបង្កើតវិញជោគជ័យហើយចាំមើលតើវាចូលទៅនេះរួចអត់ចូល home តើវា load នៅក្នុង home អត់អញ្ចឹង /home ls នេះគឺមកហើយគឺអានេះគឺរបៀបបង្កើតទី2អញ្ចឹងអានេះវាមាន user 2 user ទី1គឺ nan user ទី2គឺ ctext អញ្ចឹងខ្ញុំគឺអានេះ comment នេះគឺយើងសម្រាប់ចូលទៅប្រើក្នុង user ហ្នឹងគឺយើងវាយ su vàហើយយើងដាក់ user មក user ណាដែលយើងចង់ចូលអញ្ចឹងខ្ញុំដាក់ su ctext អញ្ចឹងយើងវាយ password វាទៅអូខេបន្ទាប់ពីវាយ password ហើយគឺយើងអត់ចូលទេអញ្ចឹងមានន័យថាយើងត្រូវទៅកំណត់ password ថ្មីរបស់វាអញ្ចឹងយើងវាយដើម្បីchange new password យើង sudo passwd ហើយដាក់user របស់យើងមកអូខេបន្ទាប់ពីយើងវាយ comment នេះហើយគឺយើងចុច enter ទៅនេះគឺវានឹងទាមទារយើងវាយ password ថ្មីគឺវាយើងអានេះ comment នេះយើងទៅ set password ថ្មីអញ្ចឹងយើងវាយ password ហើយចុច enter ហើយយើងវាយ password confirm វិញដែរមកចុច enter ទៅអានោះគឺ successful ហើយអញ្ចឹងយើងចូលទៅប្រើ
ក្នុងនោះហើយយើងវាយ password ដែលយើងទៅ set ថ្មីនេះមកគឺវានឹងចូលហើយនេះគឺខ្ញុំសួរតើ user ជាអ្នកណានេះគឺ user sitech ហើយនេះគឺ path របស់វាអូខេអញ្ចឹងអានេះយើងចូលបានហើយហើយនៅវិធីបន្ទាប់ពីយើងចូលបានហើយខ្ញុំនឹងសូមទៅសាកបង្កើត file មួយបង្កើត folder sitech ខ្ញុំសាកទៅបង្កើត folder sitech តបហើយខ្ញុំ ls វាមើលអញ្ចឹងអានេះ ls នេះគឺ user ទេអញ្ចឹងខ្ញុំសូមចូលទៅ user របស់ sitech តែយើងបង្កើតវិញគឺចូលអត់អញ្ចឹងចូល home ទៅហើយចូល ls មើលអូខេអញ្ចឹងអានេះខ្ញុំសូមទៅធ្វើការនៅលើ user sitech ចូលក្នុង folder sitech តើនៅក្នុង folder ហ្នឹងតើមាន file ដែលយើងបង្កើតនឹងនៅអូខេអញ្ចឹងចូលមកនេះគឺយើងចូលដល់ក្នុងហើយខ្ញុំសុំមើល directory វាតើវាដល់ក្នុងមែនអត់អូខេដល់ហើយអញ្ចឹងយើង ls វាមើលមកអានេះគឺអត់មានអីទេមិញខ្ញុំបង្កើតមិញនៅក្រៅអញ្ចឹងខ្ញុំសូមបង្កើត file មួយទៀតគឺ sitech មិញដោយសារតែខ្ញុំបង្កើតfolder ហ្នឹងវានៅក្រៅអញ្ចឹងវាអត់ចូលទេអញ្ចឹងតើយើងចូលទៅដល់ directory វាយើងបង្កើតវាគឺនេះគឺបង្កើតហើយគឺដាក់ ls គឺចេញ folder sitech មួយអូខេអញ្ចឹងអឺបន្ទាប់ពីហ្នឹងហើយគឺខ្ញុំចង់ចូលទៅ user ណាម្ដងអញ្ចឹងយើងវាយ su ហើយណាអូខេអញ្ចឹងគឺយើងវាយ password មក enter ហើយយើង cd ចេញពី directory ទៅមកហើយមើលអូខេ who am I នេះគឺ user របស់ខ្ញុំអញ្ចឹង pwd គឺឆែក directory យើងគឺកំពុងនៅ directory ហ្នឹងអូខេអញ្ចឹងខ្ញុំសូមទៅលុបuser sitech ហ្នឹងមួយទៀតដើម្បីយើងទៅបង្កើតអឺ ដើម្បីយើងទៅបង្កើតរបៀបទី3បង្កើត user របៀបដោយរបៀបទី3អូខេតទៅពេលដល់កន្លែងនេះគឺយើងអត់អាចលុបកើតទេដោយសារតែម៉េចគឺយើងកំពុងតែ user ហ្នឹងគឺយើងកំពុងប្រើប្រាស់វាអញ្ចឹងដើម្បីនេះគឺវាទៅយើងបើនិយាយក្នុង Windows គឺយើងទៅ kill cache manager វា kill cache វាចោលហើយអញ្ចឹងនៅក្នុងនេះដើម្បី kill អាហ្នឹងចោលគឺនៅគ្នានេះគឺជា process របស់វា1122អញ្ចឹងយើងវាយ command sudo kill ដក9rồi ហើយវាយអា process code វាមកតទៅពីវាយ process code វានឹងហើយយើងចុច enter ទៅគឺវានឹង kill ហើយអញ្ចឹងអាកន្លែងហ្នឹងដូចយើងទៅ end task វាអញ្ចឹងបើនៅក្នុង Windows គឺអាហ្នឹងយើងទៅ end task តែបើនៅក្នុងនេះយើង kill វាផងអញ្ចឹងវានិយាយចំទៅគឺវាប្រៀបទៅគឺន័យវាគឺពីរដូចគ្នាអូខេអញ្ចឹងបន្ទាប់ពីយើង kill ហើយគឺយើងចុច enter ឬក៏ប៉ះ key មួយទៅគឺវានឹង load log out នេះហើយអញ្ចឹងយើងទៅ connect វាចូលម្ដងទៀតទៅអានេះយើង connect ASX វាចូលម្ដងទៀតទៅអូខេអញ្ចឹងគឺមកដល់គឺយើងចូលមកដល់យើងវិញហើយអញ្ចឹងនៅពេលយើង kill ហើយគឺយើង kill task របស់វាហើយគឺយើងអាចទៅ delete user sitech នឹងចោលបានហើយអញ្ចឹងខ្ញុំសុំ run ទៅមើលសិនទៅមើលថានៅមាន sitech ទេគឺនៅគឺមិញខ្ញុំអត់បានលុបទេអញ្ចឹងអូខេអញ្ចឹងយើងធ្វើការលុបទាំងអស់គ្នាអញ្ចឹងយើងវាយ command មក sudo user del ហើយដាក់ឈ្មោះ user ហ្នឹងទៅអូខេបន្ទាប់ពី enter ហើយយើងវាយ password ទៅអូខេអញ្ចឹងយើងទៅ check មើលម្ដងទៀតថាយើងលុបបានជោគជ័យនៅអញ្ចឹង cat etc pass wd អូខេនេះគឺវាបាត់ហើយអញ្ចឹងគឺយើងលុបនេះគឺលុបដោយយើង kill task វាហើយបើយើងលុបបានអញ្ចឹងដោយសារតែមិញយើង login ចូលទៅ user នោះប្រើប្រាស់អូខេអញ្ចឹងដល់ពេលដែលយើងលុប user នោះហើយគឺយើងនឹងទៅមើល directory home មួយគឺយើង ls វាមើលនេះអញ្ចឹងដោយសារតែយើងបង្កើតរបៀបទី2វិញគឺវាមាននៅជាប់ directory អញ្ចឹងយើងត្រូវលុប directory ហ្នឹងមួយទៀតអញ្ចឹងយើងវាយ command sudo rmdir គឺ remove directories ហើយ ctech ហ្នឹងអញ្ចឹងremove បែបនេះគឺ remove អត់កើតទេដោយសារតែ directory នៅក្នុងហ្នឹងគឺវាអត់មែន empty ទេអញ្ចឹងយើងត្រូវការ remove មួយរបៀបទៀតគឺ remove ទាំងអស់គឺ command sudo rm ដក rvf
ស៊ីតិចអានេះគឺក្នុងនឹងវាប្រហែលគឺវា remove ដល់មួយrồiហើយវានឹងវា remove folder នឹងចោលអញ្ចឹងគឺ ls មកគឺវាបាត់ហើយអញ្ចឹងយើងទៅបង្កើតនៅរបៀបទី3 user គឺបង្កើត user នៅរបៀបទី3អញ្ចឹងយើងវាយ comment វាមកគឺ sudo user .m .s លើកនេះគឺមាន .s ហើយ /bin/bash ហើយ user របស់យើងគឺ static អញ្ចឹងនៅពេលដែលយើងបង្កើតរួចហើយយើងទៅ check មើលតើយើងបង្កើតនោះបានជោគជ័យឬអត់អូខេអញ្ចឹងអានេះបង្កើតលើកនេះគឺវាបានជោគជ័យគឺបានអូខេគឺវាឡើងមកហើយគឺជា user នោះយើងបង្កើតបានជោគជ័យអញ្ចឹងសម្រាប់បង្កើត user របៀបទី3នេះគឺនៅពេលដែលយើងបង្កើតមកគឺវានឹងមាន load ឈ្មោះនៅពីមុខអីចឹងវាឃើញឈ្មោះដូច user អញ្ចឹងអញ្ចឹងយើងឯ user នោះពេលបង្កើតមកក៏វាបង្កើតជាមួយ directory មកដែរវាដូចបង្កើត user នៅរបៀបទី2ដែរអញ្ចឹងខ្ញុំសុំមុននឹងចូលបានគឺយើងទៅ set password ថ្មីរបស់វាចឹងគឺខ្ញុំសុំ set password ឲ្យវាមួយសិនអញ្ចឹងទៅពេល set success ហើយគឺខ្ញុំនឹងចូលទៅក្នុង user static ហ្នឹងចាំមើលតើវា load ឈ្មោះហ្នឹងគឺវាបែបម៉េចអាទី2មិញអាទី1ឯណាទី2គឺវាអត់ load មកទេអូខេចូលហើយនេះគឺវា load ដូច user ណាអញ្ចឹង UMI static អូខេអញ្ចឹងខ្ញុំសុំ switch ទៅ username វិញហើយមួយទៀតអ្នកគ្នាអាចបង្កើតតាមរបៀបមួយទៀតគឺ easy ជាងនេះអញ្ចឹងរបៀបនេះគឺយើងវាយ comment sudo យើង add user ម្ដងមិនមែន user add ទេយើង add user ហើយយើងដាក់ឈ្មោះ user ហ្នឹងចង់ដាក់ឈ្មោះអូខេអានេះគឺវារៀងមានលក្ខណៈស្រួលជាងមុនដោយសារតែនេះនៅពេលនេះអាយ៉ាសុំតោះអានេះដោយសារតែខ្ញុំដាក់អក្សរធំអញ្ចឹងវាអក្សរតូចផងធំផងវាឲ្យអញ្ចឹងយើងត្រូវការអក្សរតូចទាំងអស់អញ្ចឹង add user ហើយសូមដាក់ឈ្មោះម្ដងទៀត static name អញ្ចឹងដែរអក្សរតូចអូខេអញ្ចឹងរបៀបនេះគឺវា special មិនអញ្ចឹងរបៀបនេះនៅពេលយើងបង្កើតភ្លាមគឺវាទាមទារយើងដាក់ password ភ្លាមអត់ហត់យើងទៅ set password ម្ដងទៀតទេអត់ហត់នៅពេលយើងបង្កើតហើយយើងទៅ set password ដើម្បីវាដំណើរការបានអញ្ចឹងអានេះយើងបង្កើតភ្លាមយើង set password ភ្លាមហើយអានេះគឺយើងអាចដាក់ full name អីចឹងទៅបង្កើតតាមរបៀបនេះគឺមានលក្ខណៈស្រួលជាងអានេះយើងអាចឃើញតែអានេះខ្ញុំអត់មានអីទេខ្ញុំសុំ enter mt វាចោលទៅហើយនេះវានឹងសួរថា is information correct យើងយក yes ទៅអូខេអញ្ចឹងយើងទៅ check មើលបងប្អូនតើបង្កើតនឹងវាមកអត់អញ្ចឹង cat etc.hashwd នេះគឺមកហើយ static ណាហើយនេះគឺនេះបើយើងបំពេញ user information user មួយទៀតគឺវានឹង load លើហ្នឹងទៀតគឺ description វា load លើហ្នឹងអូខេអញ្ចឹងខ្ញុំសុំចូល static ណាហ្នឹងហើយយក password មក who am I នេះអានេះដូចតើរបៀបទី3មិញប៉ុន្តែអានេះវា step វា easy ជាងហើយពេលបង្កើតមកក៏វានៅក្នុង directory ដែរនេះហ៎អញ្ចឹងគឺ who am I គឺ user static អូខេអញ្ចឹងខ្ញុំសុំចូលទៅមើល home ហើយ ls វាមើលនេះគឺបង្កើតមកគឺវាបង្កើតជាមួយ directory ដូចគ្នាដូចរបៀបទី3បង្កើត user ជាងដូចគ្នាអញ្ចឹងខ្ញុំចូលទៅ static ណាមួយចូលទៅ directory static ណាអូខេគឺនៅក្នុង directory ហ្នឹងអញ្ចឹងខ្ញុំសូមទៅតេស្តបង្កើត file មួយទៅឈ្មោះ static.txt ហើយ ls វាមើលអូខេគឺវាមកហើយគឺ static.txt អញ្ចឹងយើងអាចទៅបង្កើតតេស្តវាផ្សេងទៀតទៅជាអានេះខ្ញុំសុំតេស្តតើឧទាហរណ៍ខ្ញុំចង់បង្កើត user ថ្មីអញ្ចឹងខ្ញុំសុំតេស្តបង្កើត user មួយទៀតចាស់តើវាបង្កើតបានអត់អញ្ចឹងនៅពេលដែលយើងចុចហើយយើងចុចគឺវាស្ទាបជា password អញ្ចឹងយើងវាយ password មកអូខេអញ្ចឹងគេថាយើងវាមិនមែនជា sudo file ទេអញ្ចឹងយើងចេះថា user យើងវាមិនមែនជាលក្ខណៈ user admin អីយើងអាចទៅបង្កើតបានទេ
ចឹងគឺវាអត់ឲ្យយើងបង្កើតទេយើងអាចបង្កើត file folder ឲ្យបានចឹងយើង exit វាអស់មកហើយwho am I គឺនៅពេលយើង exit ចឹងគឺវានឹងចាក់ចេញពីហ្នឹងមកគឺ who am I គឺមកដល់ user ណាងវិញហើយអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណអ្នកទាំងអស់គ្នា